ស័យក្រសួងមហាផ្ទៃត្រូវជួបប្រកួតជាមួយនឹងបាទសូមអធិស្ឋានផលសុភ័ណ្ឌបាទមកពីក្លឹបតាឡៃដំរីមានរិទ្ធបាទអធិស្ឋានដោយសារតសេនេះគឺខុសគ្នាមួយដាក់ដំរីមានរិទ្ធមួយទៀតដាក់ដំរីព្រិចអញ្ចឹងអធិស្ឋានខ្ញុំអានតាម script ដែលដាក់មកបាទគឺផលសុភ័ណ្ឌមកពីក្លឹបតាឡៃដំរីមានរិទ្ធរីឯកីឡាករនៃព្រះរាជាណាចក្រថៃគឺកីឡាករថូឃីតប្រកួតនៅក្នុងប្រភេទទម្ងន់65គីឡូក្រាមបាទហើយក៏សូមបញ្ជាក់ដែរថាកម្មវិធីយើងរៀងរាល់មួយខែយើងមានការប្រកួតអន្តរជាតិម្ដងបាទហើយពិសេសគឺយើងចាប់ពីខែក្រោយទៅថ្ងៃនេះយើងចាប់ផ្ដើមសប្តាហ៍ទី1ដោយសារតែជាថ្ងៃបើកការមកជាការប្រកួតអន្តរជាតិបាទអរគុណច្រើនបាទរីទស្សនាការប្រកួតបាទបង្គោលខៀវថូឃីតមកពីព្រះរាជាណាចក្រថៃបង្គោលក្រហមផលសុភ័ណ្ឌបាទជាកីឡាកររបស់ព្រះរាជាណាចក្រកម្ពុជាតើអត់ស្ដាមតាំងឃុំរៀងខ្លួនថូឃីតឆ្វេងស្ដាមទាត់ឆ្វេងថែមមួយជើងធ្វើឲ្យផលសុភ័ណ្ឌនឹងទៀតចេញពីថូឃីតឆ្វេងស្ដាមរបស់ផលសុភ័ណ្ឌឲ្យទាត់ឆ្វេងថែមមួយជើងចូលកណ្ដៀតក្អមកីឡាករផលសុភ័ណ្ឌនេះជានិច្ចកាលតែងតែហូបឬក៏យើងអាចនិយាយបានថាញ៉ាំបាទទាត់ចាប់ជើងបានហើយធាក់រំដោះជើងមកវិញបាទធាក់រំដោះជើងនេះគឺជាក្បាច់ពិសេសបាទលូកឆ្វេងចូលផ្ទៃមុខរបស់ថូឃីតធាក់ឆ្វេងរបស់ផលសុភ័ណ្ឌធាក់ស្ដាមរបស់ថូឃីតចូលពោះផលសុភ័ណ្ឌឆ្វេងស្ដាមរបស់ផលសុភ័ណ្ឌកែងបត់ស្ដាំចូលគោលដៅល្អណាស់ថូឃីតកេះមុខថាយើងអាសើបដែរមិនទាន់ជាឈឺខ្លាំងទេទាត់ឆ្វេងកាត់ចាររបស់ផលសុភ័ណ្ឌល្អមែនទែនបាទហើយឆ្លៀននៅក្នុងឱកាសនេះក៏សូមអរគុណដល់លោកបាទវើកសមឿនចៅសង្កាត់ដង្កោបាទរាជធានីភ្នំពេញគឺឧបត្ថម្ភដល់កីឡាករផលសុភ័ណ្ឌ$100បាទឈ្នះពិន្ទុ$50បាទស្មើ$30បាទចាញ់100បាច់ថា1រៀលទេ100លុយខ្មែរក៏បានដែរបាទឆ្វេងសងជើងមកវិញរបស់ថូឃីតចូលកែងបាត់ស្លាប់បាត់ទៅហើយអូហូកណ្ដាប់ដៃពីឃាតពិតប្រកបណាស់កណ្ដាប់ដៃរបស់សុភ័ណ្ឌពិតជាមានប្រសិទ្ធភាព6 7 8អាចទៅរួចទៀតឬក៏អត់បាទ8ហើយតើអាចបន្តការប្រកួតបានទេផលសុភ័ណ្ឌនេះកំពុងតែជាការភាពយឺតៗមិនមួយដៃចំកញ្ចប់មាត់តែម្ដងពិតជាកណ្ដាប់ដៃដែកមែនផលសុភ័ណ្ឌកែងទៅហើយបន្តការប្រកួតលោកខានិងលោកចាបនៅភូមិតាឡៃឧបត្ថម្ភដល់ផលសុភ័ណ្ឌ$10អាមេរិកទាត់ឆ្វេងរបស់ថូឃីតចប់ទឹកហើយត្រូវបានកម្ពុជាស្រាបៀរ Black Cat និង Black Cat Extra Stout ដែលជានិមិត្តសញ្ញាដ៏ល្បីឈ្មោះតាំងពីឆ្នាំ1958 Black Cat បាននាំមកនូវភាពជោគជ័យ Black Cat Extra Stout ថាមពលទ្វេដងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីបន្តទស្សនាការប្រកួតគូអន្តរជាតិទី2រវាងផលសុភ័ណ្ឌកីឡាករកម្ពុជាបង្គោលក្រហមនិងថូឃីតកីឡាករនៃព្រះរាជាណាចក្រថៃបង្គោលខៀវទាត់ស្ដាំផលសុភ័ណ្ឌកិច្ចផាត់ហើយសាយស្ដាំមួយដៃក៏ទាត់ឆ្វេងថែមមួយជើងទៅលើផលសុភ័ណ្ឌលូកឆ្វេងចូលផ្ទៃមុខមួយទៅលើថូឃីតទាត់ស្ដាំជើងក្រោមឆ្វេងទាត់ឆ្វេងរបស់ថូឃីតផលសុភ័ណ្ឌព្យាយាមដើរចូលប្រើកែងបាត់តែចូលជង្គង់ឆ្វេងរបស់ផលសុភ័ណ្ឌជង្គង់ឆ្វេងជង្គង់បាទលោកនួនបរាប្រុសស្អាតចំនួនរៀមច្បងឥឡូវនេះក៏នៅតែស្អាតតែចាញ់ម៉ាក់សមឿនតិចទាត់ស្ដាំជើងក្រៅមួយរបស់បាទផលសុភ័ណ្ឌបាទផលសុភ័ណ្ឌព្យាយាមដើរចូលគៀងចូលចំណុចគ្រោះថ្នាក់ណានេះគឺជាចំណុចគ្រោះថ្នាក់ដែលភាគច្រើនផលសុភ័ណ្ឌតែងតែសម្លាប់បាទទាត់ផុតមួយជើងតែនគឺយកជើងទៅវែកសក់ឲ្យថូឃីតទាត់ក្រោមញ៉ាជូនលោកគុណជីវ័នដៃគូវងកំពុងទស្សនានៅគេអាឋានឧបត្ថម្ភហេរ៉ូ$10បាទចេញទៅវិញចាំតបើកលុយជង្គង់ឆ្វេងផលសុភ័ណ្ឌបួងជាប់ជង្គង់ឆ្វេងរបស់ផលសុភ័ណ្ឌចូលណែនល្អណាស់ស្ដាំវិញរបស់ថូឃីតផលសុភ័ណ្ឌជាយាមឡើងជង្គង់ថូឃីតជាយាមទប់ជង្គង់ឆ្វេងចូលគោលដៅល្អមែនទែនដោះខ្លួនចេញថូឃីតតាំងចំហការពារខ្លួនពីការវាយបករបស់ផលសុភ័ណ្ឌចាក់បំបែកក៏មកចិត្តគេមកឆ្ងាយធ្វើបាបគេជិះមកហត់ចាក់បំបែកកង់គេទាត់បំបុកខ្មងទាត់ឆ្វេងរបស់ផលសុភ័ណ្ឌនៅតែព្យាយាមគៀងដើរចូលទាត់ចាប់ជើងមិនបានប្រឡែងវិញស្ដាំចូលមើលមិនទាន់ទេមិញនេះលឿនមែនទែនបន្តិចទៀតនេះខាងក្រុមការងារបច្ចេកទេសរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងធ្វើការបង្ហាញជូននៅរូបភាពយឺតមិនអាចប្រកួតបន្តទៀតបានទេគឺបាទបញ្ចប់ត្រឹមទឹកទី2ប៉ុណ្ណោះបាទអាញាកដារួមដល់10ទៅហើយតែនៅក្រោកមិនទាន់រួចនៅឡើយទេគឺជាបរិះដែលមានរហស្សនាមថាកណ្ដាប់ដៃដែក
កែងទឹកជង្គង់ពិឃាតរបស់កម្ពុជានេះចូលកែងស្ដាំបាកាលពីទឹកទី1កែងឆ្វេងធ្វើឲ្យរាប់8ចូលដល់ទឹកទី2កែងស្ដាំរាប់ លទ្ធអាញាកណ្ដាលថាប្រកាសលទ្ធផលសម្រាប់គូនេះបាទបង្គោលក្រហមផលសុភ័ណ្ឌ